bạn sẽ đấy ngày nay dùng phần này non để tôi chỉ muốn năngឧបករណ៍ថ្មីមួយឲ្យឈ្មោះថា Roychi បាទតែtôi chỉ muốn năng đông Wi-Fi ពេលមានន័យថាតែtôiជាមួយនឹងយើងចាប់នៅលើពិដានឬមួយចាប់អីចឹងណានៅក្នុងនៅខាងមុខខ្ញុំនេះបាទហើយលក្ខណៈ Roychi សេវាខ្លាំងល្អសម្រាប់យកទៅដាក់តាមផ្ទះឬមួយក៏ condo ឬមួយ department រោងចក្រឬមួយក៏ស្ថាប័នផ្សេងៗដែលប្រើជាមួយនឹងអ៊ីនធឺណិតឬមួយក៏កាស៊ីណូជាដើមបាទតកតងជាមួយនឹង RAP 2260G នេះគឺសេវាវាខ្លាំងបាទយើងចាប់ចន្លោះពីការផ្សាយភាគបើសិនជាទីតាំងនៃវាលលំហវិញមានន័យថាទីតាំងវាលចន្លោះពី30ម៉ែត្រចុះក្រោមហ្នឹងបើសិនជាយើងករណីថាយើងអាចមកពេចវាលេងបានតែបើសិនជាចង់បានសេវា full ឬមួយក៏អីយើងត្រូវដាក់វាទីតាំងចន្លោះហ្នឹងវាអាចពីដុំឬមួយអីទៅយើងអាចលេងបានល្អហើយបាទតើតើជាមួយនឹង Roychi model ដែលនៅខាងមុខខ្ញុំដែលខ្ញុំបង្ហាញតើតើជាមួយនឹងក្នុងដៃខ្ញុំនេះអញ្ចឹងនៅក្នុងនេះយើងបើកមកវាមានដុំអ៊ីនធឺណិតហ្នឹងមួយសែនហើយមានលក្ខណៈវាជា Wi-Fi 6អញ្ចឹងយើងអាចដាក់ support ជាមួយនឹងទូរស័ព្ទឬមួយកុំព្យូទ័រផ្សេងៗបាទតើតើជាមួយនឹង Wi-Fi 6នេះហើយផ្សាយភាយបានឆ្ងាយល្អដែរតើតើជាមួយទំហំមេវាវិញគឺរហូតបានដល់574មេហ្គាពិកសែលមានមេហ្គាបៃតើតើជាមួយនឹងមេហ្គាបៃបាទហើយមាន2ចុចហើយនឹង5ចុចមានន័យថា2ចុចហ្នឹងគឺសេវា 4G ហើយនឹង5ចុចហ្នឹងគឺ5G តើតើជាមួយនឹងសេវាប្រើប្រាស់អញ្ចឹងនៅក្នុងដៃរបស់ខ្ញុំនេះរូបរាងវិញចេះស្អាតល្អភ្លឹងមានន័យថាយើងអាចទទួលយកបានតើតើជាមួយនឹងរូបរាងស្អាតមែនទែនហើយតើតើជាមួយនឹង Roychi នេះយើង support ជាមួយនៅក្នុងទូរស័ព្ទដៃយើងបាន app បាទយើងជា control បានយើងអាច check មើលថា device ហ្នឹង online ឬមួយក៏ offline អីបានទាំងអស់បាទហើយតើតើជាមួយនឹងperson មានន័យថាការប្រើប្រាស់ចំនួនឬមួយក៏អីអតិថិជនប្រើប្រាស់ហ្នឹងក្នុងមួយ device ហ្នឹងមានប្រមាណលើកុំព្យូទ័រលើទូរស័ព្ទដៃឬមួយអីហ្នឹងក៏យើងអាច control បានដែរណាតើតើជាមួយនឹង Roychi model ហ្នឹងយើងអាច control នៅលើទូរស័ព្ទដៃបានមានន័យថាយើងអាចមើលនៅលើ app ឬមួយក៏អីហ្នឹងបានដោយសារជាទូទៅ app យើងអាច control បានបញ្ជាបានដូចភ្ញៀវខ្ញុំមួយចំនួននៅកោះរ៉ុងបាទគាត់ទិញយកទៅដាក់ហើយគាត់ឲ្យខ្ញុំ set up ពីនេះទៅឬមួយក៏អីហ្នឹងយើងអាច set up ជូនគាត់ទៅហើយយើងបង្កើត mail មួយឬមួយក៏អីចឹងទៅហើយបើសិនជាបងប្អូនដែលនៅតាមតំបន់ឆ្ងាយដែលចង់បាននៅឧបករណ៍នេះអាចទម្លាក់ mail ឬមួយក៏ password មកខ្ញុំអាចនឹងលុបជូនបានហើយខ្ញុំ add លើ app នេះហើយគ្រាន់តែបងប្អូនទៅដំឡើង app ហ្នឹងហើយលុបចូលទៅគឺមាន device នៅក្នុងតែម្ដងបាទហើយយើងអាច change password ឬអីក៏បានដែរបាទតើតើជាមួយនឹង Roychi នេះបាទហើយសូមបញ្ជាក់តិចថាវាមាន port LAN វាមាន2មានLAN 1និង LAN 2បាទ LAN 1 LAN 2ហ្នឹងមាន PoE មានអីចឹងយើងអាចប្រើ adapter ក៏បានដែរដោយសារវាមានតនេះក្នុងនេះមាន adapter ទៀតតែបើសិនជាបងប្អូនអត់ចង់ប្រើ adapter ទេយើងអាចប្រើជាមួយនឹង PoE Sport PoE Speed មានន័យថា Speed PoE ដែលយើងទិញទៅមានក្រុមហ៊ុន Roychi ហ្នឹងក៏មាន UNV ក៏មានហើយ Vision ក៏មានឬមួយអីដែរតែទៅមិនឲ្យទៅ Speed ដែលមាន PoE ព្រោះដោយសារតែវាស៊ីចំនួនវ៉ាត់របស់វាហ្នឹងដូចជាបើសិនជា PoE វិញវាហៅតុងជា24វ៉ាត់ឬមួយក៏48វ៉ុលតែទៅជាមួយនឹង PoE Speed ណាបាទអញ្ចឹងយើងអាច control បានហើយបើយើងទិញ adapter ទៅគ្រាន់ថាវាមួយដាច់បើសិនបងប្អូនយកទៅដាក់តាមផ្ទះតាមអីមួយយើងអាចប្រើ adapter ដាច់បានតែបើសិនជាបងប្អូនយកទៅដាក់តាម department ឬមួយក៏ស្ថាប័នផ្សេងយើងអាចទិញនៅ PoE Speed ទៅវាចំណេញជាងដោយសារតែយើង control បានច្រើនមានន័យថាយើងដាក់ PoE Speed មួយហ្នឹងយើងរក Speed ណាដែលមាន minute speed ឬមួយក៏ gigabit speed ទៅយើងអាចប្រើវាបានច្រើន24 port មាន16 8ឬមួយក៏32អញ្ចឹងជាដើមទៅបាទតើតើជាមួយនឹង Roychi នេះខ្ញុំសូមបញ្ជាក់តិចណា Roychi នេះគឺលេខកូដវា RG RAP 2260G បាទតើតើជាមួយនឹង AX 1800មានន័យថាមានទាំង band ទៀតបាទ band ណាហើយ gigabit filling មានន័យថាយើងជា filling access point ដែលយើងចាប់នៅលើពិដានលើអីខ្ញុំសូមបញ្ជាក់ឡើងហ្នឹងណាដោយសារតែយើងចាប់នៅអញ្ចឹងក៏បានអីក៏បានដែរតើតើជាមួយនឹង Roychi នេះបាទ
បាទហើយបន្តមកទៀតតកតងជាមួយនឹង Wi-Fi របស់វាដូចខ្ញុំបានប្រាប់ពីខាងដើមអញ្ចឹងគឺតកតងជាមួយនឹង 4G វាចាប់បាន574 MB មេមានន័យថាមេហើយ 5G វាចាប់បាន1200 មេអញ្ចឹងមានន័យថាបើសិនជាករណីយើងកំណត់ speed ឬមួយក៏យើងមាន control ទៅលើ megabit អីយើងអាចកំណត់នៅលើនេះបានហើយយើងអាចរែងវាទៅណាតាមចំនួនដែលបងប្អូនចង់រែងចង់អីចឹងទៅហើយមួយទៀតតកតងជាមួយនឹងport មាន port PE port ហ្នឹងមានន័យថាមួយជីសម្រាប់យើងប្រើផ្សេងៗអីវាមាន port មួយសម្រាប់យើងប្រើហើយតមកទៀតមាន AP ឬមួយក៏ AP port អីជាដើមណាច្រើនមានមានមុខងារច្រើននៅក្នុងនេះយើងអាច control វាបានហើយយើងអាចកំណត់ user យកអីប្រើប្រាស់នៅក្នុងdevice នឹងបានណាតកតងជាមួយនឹង 100G ចាអូខេមានតែប៉ុណ្ណឹងហើយបើសិនជាបងប្អូនត្រូវការឬមួយអីយើងអាចតំណែងបានតាមលេខទូរស័ព្ទឬមួយក៏ Facebook របស់ក្រុមហ៊ុនផ្ទាល់ឬមួយក៏ Telegram អីរបស់ក្រុមហ៊ុនអញ្ចឹងណាហើយខាងខ្ញុំក៏សូមជម្រាបថាមានចែកចាយតកតងជាមួយនឹងលក់ដុំនិងលក់រាយដែរអញ្ចឹងបើសិនជាបងប្អូនត្រូវការឬមួយអីយើងអាចតំណែងបានព្រោះតកតងជាមួយនឹងភ្នាក់ងារ sale ឬមួយក៏តាម website ឬមួយក៏អីរបស់ក្រុមហ៊ុនអញ្ចឹងតោះបាទសូមអរគុណបាទ